តែមួយអំពកដែលឲ្យខ្ញុំរស់តាំងពីតូចដល់កន្លោះបានរួងព្រោះស្រែនេះហើយតែដល់ពេលនេះខ្ញុំត្រូវឃ្លាតឆ្ងាយអ្នកហើយលែងបាននៅគៀងកិនកាយលួងហើយលក់ព្រោះម៉ែឈឺពុកម៉ែនេះហើយជាអ្នកមានគុណឥឡូវលោកឈឺធ្ងន់ឈឺធ្ងន់ទាំងខ្លួនក្រីក្រតែទុំយ៉ាងណាក៏កូននៅខំត្រដបើទោះយើងក្រតែយើងមានចិត្តម៉ែមិនទាន់ធូរស្បើយតែអស់ហើយស្រែទ្រពធនដើម្បីអ្នកមានគុណទ្រពធនមិនអាចប្រៀបឡើយតួអង្គមិនបានក៏កូនមិនរុញរាឡើយឲ្យតែម៉ែបានស្បើយស៊ូហើយស៊ូព្រោះតែម៉ែខំប្រឹងធ្វើការរកប្រាំងទិញថ្នាំថ្ងៃក្តៅក៏ខ្លាំងកំឡាំងមិនដឹងទៅឯណាតែម៉ែកុំព្រួយម៉ែនឹងជាណាម៉ែណានឹងបានទៅវត្តវានាពេលភ្ជុំបិណ្ឌមិនទាន់ធូរស្បើយតែអស់ហើយស្រែទ្រពធនដើម្បីអ្នកមានគុណទ្រពធនមិនអាចប្រៀបឡើយតួអង្គមិនបានក៏កូនមិនរុញរាឡើយឲ្យតែម៉ែបានស្បើយស៊ូហើយស៊ូព្រោះតែម៉ែខំប្រឹងធ្វើការរកប្រាំងទិញថ្នាំថ្ងៃក្តៅក៏ខ្លាំងកំឡាំងមិនដឹងទៅឯណាតែម៉ែកុំព្រួយម៉ែនឹងជាណាម៉ែណានឹងបានទៅវត្តវានាពេលភ្ជុំ